តាមលេចឮពាក្យចចាមអារាមថាសម្ដេចឧបរាជដូចជាឈួតឡប់ម្ដងផងគឺមានយប់ខ្លះលោកស្រាតខោអាវលោករត់ចេញទៅក្រៅវាំងតែម្នាក់ឯងទោះតែពួកនាម៉ឺនដេញតាមចាប់ច្អុកប្រអស់ប្រទាញទើបព្រមចូលមកវិញលោកមានវ័យចាស់បន្តិចមែនប៉ុន្តែកម្លាំងលោកនៅមាំមួនល្អណាស់គេនិយាយប្រាប់ខ្ញុំថាល្ងាចមួយនោះមានបរោះកាន់ថ្មោងធំចូលមកអុកឡុកកូនចៅលោកដល់ក្នុងផ្ទៃវាំងលោកក៏ស្ទុះងើបឡើងប្រើខ្សែខ្សៀអាភៀនប្រយុទ្ធជាមួយជននោះវាយទាល់តែសន្លប់ហើយបង្គាប់ឲ្យគេយកទៅកាត់កចោលភ្លាមមួយរំពេចនេះគឺជាផ្នែកមួយដែលខ្ញុំអានចេញពីរឿងសារ៉ាម៉ានីរឿងសារ៉ាម៉ានីគឺជាស្នាដៃរបស់លោក Roland Meyer ជាជនជាតិបារាំងបោះពុម្ពផ្សាយនៅភ្នំពេញនៅឆ្នាំ1919លោក Roland Meyer ជាចាងវាងវិចិត្រសិល្បៈប្រចាំប្រទេសកម្ពុជាធ្វើការនៅស្រុកខ្មែរធ្លាប់ចេញចូលវាំងស្ដេចខ្មែរនឹងបានរស់នៅយ៉ាងយូរនៅស្រុកខ្មែរនេះជាកត្តាដ៏សំខាន់អនុញ្ញាតឲ្យលោកនិពន្ធសៀវភៅនេះឡើងប្រកបដោយខ្លឹមសារដ៏ល្អរៀបរាប់ពីជីវភាពព្រះរាជវង្សនៃព្រះមហាក្សត្រខ្មែរនៅក្នុងវាំងនិងជីវភាពរាស្ត្រខ្មែរពីសង្គមខ្មែរនៅសម័យនោះពីចំណាក់អារម្មណ៍នៃសារ៉ាម៉ានីនារីខ្មែរសាមញ្ញម្នាក់ដែលបានធ្វើដំណើរតាមកប៉ាល់ទឹកឆ្លងកាត់មហាសាគរច្រើនថ្ងៃច្រើនយប់មុននឹងបានទៅដល់នឹងស្នាក់អាស្រ័យមួយរយៈពេលដ៏ខ្លីនៅស្រុកបារាំងសៀវភៅនេះជាកញ្ចក់មួយដែលជនជាតិបារាំងម្នាក់ហ៊ាននិយាយពីសង្គមខ្មែរក្នុងរជ្ជកាលព្រះបាទស៊ីសុវត្ថិឆ្នាំ1904ដល់1927ក្នុងរយៈពេលដែលប្រទេសខ្មែរយើងកំពុងស្ថិតនៅក្រោមអាណាព្យាបាលបារាំងនៅឡើយដើម្បីសង្កត់ន័យលើខ្លឹមសារនៃសៀវភៅនេះដែលអ្នកស្រីច័ន្ទបុផលបានបកប្រែជាភាសាខ្មែរដ៏ល្អនិងបានបោះពុម្ពផ្សាយនៅភ្នំពេញពីឆ្នាំ1971ក្នុងទស្សនាវដ្តីអង្គរវត្តហើយសៀវភៅនេះគឺជាសៀវភៅតែមួយគត់ដែលសម្ដេចនរោត្តមសីហនុបានយកទៅតាមព្រះអង្គពេលដែលព្រះអង្គបានអនុញ្ញាតពីប៉ុលពតឲ្យព្រះអង្គយាងចេញពីទីក្រុងភ្នំពេញទៅទីក្រុងប៉េកាំងនៅថ្ងៃទី6ខែមករាឆ្នាំ1979ដើម្បីទៅការពារអាសនៈកម្ពុជាប្រជាធិបតេយ្យនៅអង្គការសហប្រជាជាតិនេះគឺជាកំណត់បោះពុម្ពដែលឡែកចំពោះខ្ញុំបន្ទាប់ពីអានចប់សៀវភៅនេះទៅខ្ញុំមានការយល់ឃើញមួយចំនួនតាក់ទងមួយសៀវភៅហ្នឹងបើយើងនិយាយពីសាច់រឿងហ្នឹងគេនិយាយពីនាដការីវ័យក្មេងម្នាក់ដែលបានមកបម្រើការក្នុងរាជវាំងស្ដេចខ្មែរនាដការីវ័យក្មេងនោះឈ្មោះថាយ៉ែមបន្ទាប់មកគាត់ក៏ត្រូវបានលួងនរោត្តមដាក់ឈ្មោះឲ្យថាសារ៉ាម៉ានីគឺជាឈ្មោះមហេសីរបស់ស្ដេចភូមាកាលពីសម័យមុនដំណើររឿងរបស់សារ៉ាម៉ានីវាបានឆ្លុះបញ្ចាំងអំពីជីវភាពជាក់ស្ដែងនៅក្នុងព្រះបរមរាជវាំងគោខ្មែរនាសម័យនោះពាក្យថាវាំងតើគ្នាតែគិតថាកន្លែងហ្នឹងជាកន្លែងប្រណិតជាកន្លែងល្អជាកន្លែងសំណុកសុខស្រួលប៉ុន្តែបើតាមស្នាដៃរបស់ Roland Meyer យើងឃើញថានៅក្នុងវាំងវាមានរឿងជាច្រើនដែលយើងមិននឹកស្មានដល់ស្នាដៃនេះអ្នកខ្លះគេថាលួងឬក៏ស្ដេចខ្មែរនៅក្នុងសម័យនោះគឺអត់ចេះដឹកនាំគិតតែជក់អាភៀនគិតតែជក់កឆាគិតតែសបាយនឹងរាំច្រៀងគិតតែសបាយនឹងមើលរបែងរបាំអត់មានការគំនិតដឹកនាំប្រទេសឲ្យរីកចម្រើននេះសម្រាប់មតិមួយចំនួនដែលគេមើលឃើញប៉ុន្តែផ្ទុយមកវិញក៏មានទស្សនៈយល់ឃើញផ្សេងពីការយល់ឃើញពីខាងដើមគេយល់ឃើញថាស្ដេចខ្មែរនៅសម័យនោះប្រៀបដូចជាអ្នកទោសជាប់ឃុំឃាំងគ្រាន់តែខុសឈ្មោះគ្នាថាវាំងហើយជាមួយនឹងមន្ទីរឃុំឃាំងឬក៏គុកហេតុអីពីព្រោះរាល់អំណាចគ្រប់គ្រងប្រទេសទាំងអស់គឺស្ថិតនៅក្នុងដៃអាជ្ញាធរបារាំងទាំងអស់សូម្បីតែចំណាយទូទៅប្រើប្រាស់ក្នុងវាំងក៏ត្រូវឲ្យឆ្លងកាត់បារាំងហើយបារាំងបើកប្រាក់ខែបើកប្រាក់បៀវត្សទាំងស្ដេចទាំងនាដការីទាំងមន្ត្រីក្នុងវាំងនឹងទាំងអស់អញ្ចឹងអំណាចពិតប្រាកដគឺគ្មាននៅក្នុងដៃរបស់ស្ដេចខ្មែរយើងទេចំណុចមួយទៀតដែលខ្ញុំចាប់អារម្មណ៍ដែរតាក់ទងពីទំនាក់ទំនងស្នេហារវាងបុគ្គលនៅក្នុងវាំងយើងសង្កេតឃើញថាមានទំនាក់ទំនងមិនប្រក្រតីបើនិយាយភាសាសាមញ្ញគេថារញ៉េរញ៉ៃសំបីតែស្រីនិងស្រីហ្នឹងក៏ស្នេហាគ្នាសំបីតែ
ជាប់ញាតិវងក៏សាច់ឈាមនឹងគ្នាហ្នឹងក៏ស្នេហាគ្នាអញ្ចឹងបើនិយាយទៅវាច្រឡោកច្រឡំបាយបិណ្ឌបាយបាតញ៉ៃច្រើនចឹងហើយហ្នឹងយើងមានតែប៉ុណ្្នឹងទេហើយសូមបញ្ជាក់ឡើងវិញនេះគ្រាន់តែជាស្នាដៃមួយផ្នែកជាស្នាដៃមួយខាងយើងមិនអាចសន្មត់ថារឿងទាំងអស់ហ្នឹងវាពិតជាត្រឹមត្រូវ 100% ដូចអ្វីដែលបានសរសេរនៅក្នុងស្នាដៃហ្នឹងទេអរគុណច្រើនចំពោះការតាមដានស្ដាប់ជួបគ្នានៅវីដេអូក្រោយ